សួស្តីអ្នកទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតហើយសូមស្វាគមន៍មកកាន់ Channel អឿនសែនសម្រាប់វីដេអូថ្ងៃនេះតើអ្នកទាំងអស់គ្នានឹងសិក្សាអ្វីជាមួយខ្ញុំបន្តទៀតសម្រាប់វីដេអូថ្ងៃនេះអ្នកទាំងអស់គ្នាក៏សិក្សា vocab ជាមួយខ្ញុំទៀតដែរពាក្យសម្រាប់ថ្ងៃនេះអ្នកទាំងអស់គ្នាស្គាល់ច្បាស់ណាស់ពាក្យនេះក៏ប៉ុន្តែខ្ញុំនឹងលើកយកមកបញ្យល់អ្នកទាំងអស់គ្នាពី part of speak របស់វាដោយសារមានសិស្សមួយចំនួនគាត់នៅតែអត់ច្បាស់ថាតើហេតុអីបានជាប្រើកន្លែងនេះបកប្រែអញ្ចេះប្រើកន្លែងនេះបកប្រែអញ្ចេះអញ្ចឹងចង់ដឹងថាតើពាក្យយើងសិក្សាថ្ងៃនេះជាពាក្យអ្វីហើយ part of speak របស់វាដូចជា verb ជាភាសាខ្មែរថាម៉េច adjective ភាសាខ្មែរថាម៉េចតោះទៅមើលជាមួយខ្ញុំទាំងអស់គ្នាសូមអញ្ជើញបាទពាក្យសម្រាប់ថ្ងៃនេះគឺពាក្យ well បាទអ្នកទាំងអស់គ្នាគ្រាន់តែឃើញពាក្យ well អ្នកទាំងអស់គ្នាដឹងថាហាក់ពាក្យនេះយើងប្រើឡើងជាប្រចាំទៅហើយហេតុអីបានខ្ញុំលើកមកទៀតឥឡូវ well វាមាន part of speech ច្រើនតែសម្រាប់ថ្ងៃនេះខ្ញុំលើក part of speech របស់វាចំនួន5មកនិយាយបញ្យល់ដល់អ្នកទាំងអស់គ្នាទី1 well វាជា adverb កាលណា well វាជា adverb ជាទូទៅយើងអ្នកទាំងអស់គ្នាតែងតែបកប្រែថា well ប្រែថាល្អបាទពាក្យថាល្អមួយម៉ាត់នេះកាលណាវាជា adverb ប្រែថាល្អមួយម៉ាត់នេះវាពេលដែលអ្នកទាំងអស់គ្នាប្រើនៅក្នុងល្បះទៅគឺយើងប្រែថាល្អមួយម៉ាត់ក៏អត់ខុសដែរឥឡូវយើងមើលឧទាហរណ៍របស់វា Sam writes English well នេះពាក្យ well ចឹង well កន្លែងនេះវាជា adverb វា modify a verb right នេះបាទ Sam សរសេរភាសាអង់គ្លេសបានល្អឬក៏យើងប្រែថាម៉េច Sam សរសេរភាសាអង់គ្លេសបានពិតជាសមស្របត្រឹមត្រូវមែនយើងចង់បកប្រែអញ្ចឹងក៏បានប៉ុន្តែន័យរបស់វានៅក្នុងតែល្អដដែលឃើញទេទី2 she thinks well ណា well ក៏ជា adverb ណានាងច្រៀងបានល្អវារៀងឆ្កងកន្លែងហ្នឹងអញ្ចឹងល្អន័យវាល្អដូចគ្នាក៏ប៉ុន្តែបើមិនតាក់ទងនឹងការច្រៀងអ្នកទាំងអស់គ្នាអាចបកប្រែថានាងច្រៀងបានយ៉ាងពីរោះអញ្ចឹង well កន្លែងនេះល្អនៅក្នុងន័យនេះទូទៅប៉ុន្តែដល់ពេលចំពោះចម្រៀងយើងប្រែថានាងច្រៀងបានយ៉ាងពីរោះអញ្ចឹងទៅឃើញទេអត្ថន័យបកប្រែជាភាសាខ្មែរយើងអាចសម្រួលទៅតាមអតិសេចក្តីទៅតាម verb របស់វាដែរហើយយើងមើលទៀតI know him well ក៏ជា adverb ដែរខ្ញុំស្គាល់គាត់ល្អឃើញទេឆ្កងទេអញ្ចឹងមានន័យថាខ្ញុំស្គាល់គាត់ល្អវារៀងឆ្កងអញ្ចឹងកន្លែងនេះយើងប្រែថាខ្ញុំស្គាល់គាត់ច្បាស់ well កន្លែងនេះយើងប្រែថាច្បាស់វិញទៅអូខេចំណែកឯនេះ he swims wellគាត់ហែលទឹកបានយ៉ាងល្អបកប្រែយ៉ាងល្អក៏សមដែរហើយយើងអាចប្រែសម្រួលមានទេថាគាត់ពិតជាពូកែហែលទឹកមែនតែនអាហ្នឹងក៏បកប្រែអញ្ចឹងបានគាត់ប៉ិនប្រសពក្នុងការហែលទឹកមែនតែនអញ្ចឹងបកប្រែយ៉ាងម៉េចក៏ដោយនៅក្នុងលក្ខណៈល្អដូច្នេះក្នុងចំណុច adverb នេះ well ឈរនៅចុងល្បះទាំងអស់មិនមែនមានន័យថា well ឈរបានតែនៅចុងល្បះទេប៉ុន្តែនេះខ្ញុំបញ្យល់ត្រង់ចំណុច adverb មួយល្អន័យវាជាទូទៅអញ្ចឹងមានន័យថាឧទាហរណ៍ទាំង4នេះប្រែថាល្អក៏បាននាងSam សរសេរភាសាអង់គ្លេសបានល្អនាងច្រៀងបានយ៉ាងល្អខ្ញុំស្គាល់គាត់បានល្អវាឆ្កងហើយគាត់ហែលទឹកបានយ៉ាងល្អអញ្ចឹងគ្រាន់តែយើងសម្រាយទៅតាមនេះនាងច្រៀងបានយ៉ាងពីរោះខ្ញុំស្គាល់គាត់យ៉ាងច្បាស់ហើយគាត់ពុកកែហែលទឹកណាស់អីអញ្ចឹងទៅប៉ុន្តែនៅក្នុងលក្ខណៈមួយល្អដដែលអញ្ចឹង well គឺជា adverb មានទីតាំងផ្សេងជាច្រើនប៉ុន្តែនេះខ្ញុំលើកទីតាំងនៅខាងចុងល្បះសម្រាប់ simple sentence អត្ថន័យទី2របស់ well គឺជា adjective អត្ថន័យរបស់ well ជា adjective នេះអ្នកទាំងអស់គ្នាស្មើនឹងពាក្យ fine ថាសុខសប្បាយជាធម្មតាទេឃើញទេចាំណា well ក៏ជា adjective ដែរឧទាហរណ៍ how are you តើអ្នកសុខសប្បាយជាទេ I'm very well នេះ well កន្លែងនេះវាជា adjective ឃើញទេwell កន្លែងនេះមិនមែនជា adverb ទេវាជា adjective well I'm very well ស្មើនឹង I'm fine ខ្ញុំសុខសប្បាយជាធម្មតាទេអញ្ចឹងកន្លែងនេះដែលសិស្សភាគច្រើនគាត់ច្រឡំថាហាហើយ well មកកន្លែងនេះជាស្អី adverb វិញឬក៏វានៅជា adjective អញ្ចឹងគាត់អត់ច្បាស់អញ្ចឹងសម្រាប់វីដេអូថ្ងៃនេះអ្នកទាំងអស់គ្នាឃើញថា well កន្លែងនេះដើរតួជា adjective គុណនាម
ចឹងចាំឲ្យច្បាស់ណាកុំច្រឡំស្មើនឹងពាក្យ fine សុខសប្បាយជាធម្មតាទេ well ជា adjective ទី3 well គឺជា noun well ជា noun អ្នកទាំងអស់គ្នាដឹងហើយ well ជា noun ប្រែថាអណ្ដូងបាទយើងអត់សូវប្រើទេប៉ុន្តែថ្ងៃនេះខ្ញុំប្រាប់អ្នកទាំងអស់គ្នាថា well ប្រែថាអណ្ដូង or well អាចប្រែថាអណ្ដូងប្រេងនេះដែរឧទាហរណ៍ there is a well in my garden អញ្ចឹងមានអណ្ដូងមួយនៅក្នុងសួនច្បាររបស់ខ្ញុំឃើញទេនៅពីមុខ well មានដែលជា article អញ្ចឹងសម្គាល់ថាពាក្យនេះគឺជា noun គេ well ក៏ជា noun ដែរទី2 the water in the well is contaminated well នៅមុខ well មានពាក្យ the វាជាគេ the វាជា article ដែរដូច្នេះ well កន្លែងនេះគឺជា noun ទឹកនៅក្នុងអណ្ដូងហ្នឹងពិតជាកខ្វក់មិនល្អអញ្ចឹងទៅនេះគឺចំណុចទី3របស់ well well គឺជានាមប្រែថាអណ្ដូងទី4 well ដែរតែ well ដើរតួជា verb well យើងអត់សូវប្រើវាជា verb ទេប៉ុន្តែថ្ងៃនេះខ្ញុំប្រាប់អ្នកទាំងអស់គ្នាថា well ប្រើជា verb ប្រែថាហូរចេញអញ្ចឹងទៅហូរចេញពីក្នុងដីទឹកដូចជាទឹកហូរចេញឬក៏សាចចេញឬក៏បាញ់ចេញអញ្ចឹងទៅអាស្រ័យទៅលើយើងប្រើទៅនៅក្នុងអត្ថន័យថាទឹកហ្នឹងវាចេញមកអញ្ចឹងខ្ញុំបកតែមួយទេហូរចេញឬក៏សាចចេញអញ្ចឹងទៅឧទាហរណ៍ tear welled from her eyes ណែ well ប្រើក្នុង past ហ្នឹងទឹកភ្នែកហូរចេញពីភ្នែករបស់នាងឃើញទេហូរចេញ with tears welling in his eyes Sam walk away ណាដល់មានហូរទឹកភ្នែកផងនោះ Sam ក៏បានដើរចេញទៅអានេះយើងបកតាមត្រង់ពាក្យតែបើសម្រួលថា Sam បានដើរចេញទៅទាំងទឹកភ្នែកចង់និយាយអញ្ចឹងនៅក្នុងការយើងប្រើនេះគ្រាន់តែទៅយើងសរសេរឲ្យបច្ចៈន័យកាន់តែច្បាស់អញ្ចឹងចង់និយាយថា well កន្លែងនេះ ing នេះវាកើតមកពីការកាត់ខ្លះអីអញ្ចឹងទៅកន្លែងនេះវាคล้ายទៅជា participial phrase ហើយវាចេញមកពីការកាត់ខ្លះប៉ុន្តែវាដើមកំណើតរបស់វាគឺកើតចេញមកពី well កន្លែងអត្ថន័យហ្នឹងការពិតវាមកវិញ with tear which welling in his eye Sam walk away ណាដឹងថា well នេះវាចេញមកពីកិរិយាសព្ទប៉ុន្តែកន្លែងនេះវារហូតដល់ I នេះវាទៅជា participial phrase ទៅជាគុណនាមវិញហើយចំណែកទី5 well គឺ interjection យើងប្រើសម្រាប់ឧទានស័ព្ទអញ្ចឹង well កន្លែងនេះអ្នកទាំងអស់គ្នាបកប្រែថាអូក៏បានមែនហើយក៏បានឬក៏អញ្ចឹងក៏បានដែរធ្វើមិនជាលក្ខណៈភ្ញាក់ផ្អើលធ្វើមិនជាលក្ខណៈដូចតែចង់បង្ហាញអ្វីមួយទៅគេតាមរយៈដូចជាបង្ហាញពីភាពភ្ញាក់ផ្អើលឬក៏កំហឹងអីក៏បានដែរនៅក្នុងវចនានុក្រមរបស់ Oxford បង្ហាញបែបហ្នឹងឥឡូវយើងមើលឧទាហរណ៍ they are well not quite what we expect មែនហើយឬក៏អូពួកវាមិនមែនជាអ្វីដែលយើងសង្ឃឹមទុករំពឹងទុកនោះឡើយឃើញទេ well កន្លែងនេះដាក់នៅដើមល្បះក៏បានដែរដាក់ well ក្បៀសមកក៏បានដែរទៀត well I don't really know អូខ្ញុំពិតជាមិនដឹងទេចង់បកប្រែថាអូខ្ញុំពិតជាមិនដឹងទេក៏បាន well ប្រែថាមែនហើយខ្ញុំពិតជាមិនដឹងទេអញ្ចឹងក៏បានដែរឬក៏អ្នកទាំងអស់កុំឃើញ well សិតតែល្អសិស្សខ្លះគាត់បកប្រែថាល្អបកថាល្អក៏បកទៅវាមិនជាបញ្ហាអីប៉ុន្តែគ្រាន់តែនេះជាលក្ខណៈភ្ញាក់ផ្អើលជាលក្ខណៈលាន់មាត់អញ្ចឹងអូខ្ញុំពិតជាអត់ដឹងទេណា well buy it then យើងអាចបកប្រែវាថាអញ្ចឹងទិញវាទៅយើងអាចបកប្រែអញ្ចឹងអូទិញវាទៅមែនហើយទិញវាទៅអញ្ចឹង well នៅក្នុង interjection ស្រេចតែបកប្រែថាមែនហើយក៏បានអូក៏បានអញ្ចឹងក៏បានអ្នកទាំងអស់គ្នាចង់ប្រែថាល្អក៏តែបានប៉ុន្តែវារៀងឆ្កងនៅក្នុង interjection ហ្នឹងគឺយើងប្រែជាលក្ខណៈភ្ញាក់ផ្អើលអូខេឥឡូវខ្ញុំបញ្យល់អ្នកទាំងអស់គ្នាម្ដងទៀតតាក់ទង well ថ្ងៃនេះយើងសិក្សាពី5 part of speech គឺទី1 well ជា adverb ជាទូទៅយើងប្រែថាល្អប៉ុន្តែបើ well ជួបជាមួយ sing ប្រែថាច្រៀងពីរោះបើ well ជួបជាមួយ no អញ្ចឹងគឺស្គាល់ច្បាស់អីចឹងទៅបើ well ជាមួយ swim ហែលបានល្អក៏បានឬក៏ហែលបានយ៉ាងស្ទាត់ជំនាញអីចឹងក៏បានដែរ well ទី2ដែលយើងអាសាច្រឡំ well កន្លែងនេះវាជា adjective ប្រែថា fine សុខភាពល្អសុខសប្បាយធម្មតាណាHow are you? I'm very well ចឹងកន្លែងនេះ well ជា adjective ហើយចំណែក well ទី3 well គឺជា noun ប្រែថាដូងកាលណា noun វាមាន article the អីចឹងទៅ possessive adjective អីចឹងទៅណា well ទី3យើងអត់សូវជួបទេ well ជា verb ប្រែថាហូរចេញសាចចេញបញ្ចេញចឹង tear welled from her eyes
with tear welling in his eyes Sam walk away បាទអញ្ចឹងកន្លែងនេះវាជា adjective phrase ហើយ modifier noun នេះចុងក្រោយគឺ well វាជា interjection អញ្ចឹងកាលណាវាជា interjection អ្វីដែលយើងបង្ហាញពីការភ្ញាក់ផ្អើលអ្វីដែលយើងចង់បង្ហាញពីអ្វីមួយទៅគេតាមយ៉ាងដូចជាយើងលន់មាត់អីអញ្ចឹងទៅណាអូខេ they are well not quite what we expect លើក well ដាក់មុខក៏បានដែរ well I don't really know អូខ្ញុំពិតជាមិនដឹងទេឬក៏មែនហើយខ្ញុំអត់ដឹងអីទេ well buy it then អញ្ចឹងទិញវាទៅឬក៏អូទិញវាទៅនេះគឺជា well សម្រាប់ប្រើក្នុង interjection មិនដែរអ្នកទាំងអស់គ្នាក្រោយពីការពន្យល់របស់ខ្ញុំអញ្ចឹងថ្ងៃនេះអ្នកទាំងអស់គ្នាបានសិក្សាពាក្យ well បានដល់ទៅ5 adverb adjective noun verb ហើយនិង interjection សម្រាប់ប្រើឧទានស័ព្ទអញ្ចឹងឈប់ច្រឡំបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ពាក់ព័ន្ធទៅនឹងការប្រើ well សូមសរសេរក្នុងខ្ទង់ comment ខ្ញុំនឹងព្យាយាមឆ្លើយតបអ្នកទាំងអស់គ្នាតាមដែលអាចធ្វើទៅបាននេះជាចុងបញ្ចប់នៃការពន្យល់របស់ខ្ញុំអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងចាំជួបគ្នាវីដេអូក្រោយលាសិនហើយបាយបាយ